លោកសម្បត្តិដែលជាអ្នកសារព័ត៌មានព្រោះតែការឈឺឆ្អាលជួយដល់បងប្អូនប្រជាពលរដ្ឋបានចេញនៅคลิปវីដេអូមួយរិះគន់ឥតសំចៃមាត់ចំពោះលោកលេងសកុលដែលជាឈ្មួញរស់ស៊ីដីធ្លីដែលបានទិញដីពីបងប្អូនប្រជាពលរដ្ឋហើយប៉ុន្តែមិនបានប្រគល់លុយគ្រប់ចំនួនឲ្យបងប្អូនប្រជាពលរដ្ឋទេបើទោះបីជាមានការសន្យាជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយដែលចាត់ទុកថានេះគឺជាការសន្យាខ្យល់វិវាទដីធ្លីនេះបានកើតឡើងនៅចំណុចឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់ខេត្តតាកែវរវាងលោកលេងសកុលនិងបងប្អូនប្រជាពលរដ្ឋដែលបានលក់ដីឲ្យលោកលេងសកុលហើយលោកលេងសកុលបានយកដីនេះទៅឲ្យជនជាតិចិនដោយសារតែជនជាតិចិនបានឲ្យលោកលេងសកុលដើម្បីទិញដីហើយរៀបដីដើម្បីធ្វើរោងចក្រប៉ុន្តែនៅពេលដែលអាជ្ញាធរពាក់ព័ន្ធបានជួយណែនាំថាឲ្យលក់ដីទៅលោកលេងសកុលទៅមិនមានបញ្ហាអ្វីទេនៅពេលដែលបងប្អូនប្រជាពលរដ្ឋបានលក់ដីអស់ហើយបែរជាលោកលេងសកុលមិនបានប្រគល់ប្រាក់គ្រប់ចំនួនឲ្យបងប្អូនប្រជាពលរដ្ឋទៅវិញហើយធ្វើការសន្យាខ្យល់ជាម្ដងហើយម្ដងទៀតមានន័យថាជាការសន្យាដែលមិនអាចយកជាការបានក្រោមហេតុផលសពគ្រប់បែបយ៉ាងទាំងអស់សូមបងប្អូនស្ដាប់ការលើកឡើងរបស់លោកសម្បត្តិដែលជាអ្នកសារព័ត៌មានដូចតទៅឥឡូវនេះរឿងវាដដែលទេបាទកាលពីមុននោះខ្ញុំធ្លាប់ផ្សាយមួយសារឲ្យនៅឃុំពពេលរឿងលោកដីឲ្យអត់បានលុយដែរពាក់ព័ន្ធជាមួយលោកលេងសកុលឥឡូវនេះទៀតហើយបងម៉ែបងប្អូនណាស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់នៃខេត្តតាកែវបាទអញ្ចឹងលោកលេងសកុលមេត្តាដោះស្រាយឲ្យប្រជាពលរដ្ឋទៅបាទមេត្តាដោះស្រាយឲ្យប្រជាពលរដ្ឋទៅកុំបោកប្រជាពលរដ្ឋអីបាទព្រួយលុយនេះសិតតែលុយលោកឯងបោកគេនេះសិតលុយក្តៅក្រហាយទេបាទមិនសុកទេបាទប្រទេសមានច្បាប់បាទថ្នាក់ដឹកនាំលោកកំពុងតែខិតខំតំណែងតម្រង់ពួករឿងឆោបោកពួករឿងមន្ត្រីពុករលួយអីនេះបាទអញ្ចឹងមេត្តាដោះស្រាយឲ្យប្រជាពលរដ្ឋទៅលោកលេងសកុលហើយនឹងលោកមេឃុំត្រពាំងធំខាងជើងលោកអ៊ុំរីមដែលជាអាជ្ញាធរឃុំត្រពាំងធំខាងជើងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបាទដូចជាលោកមេភូមិលោកអនុភូមិអីនេះពួកអាចកអាចារ្យអីហ្នឹងបាទមេត្តាដោះស្រាយឲ្យបងប្អូនប្រជាពលរដ្ឋទៅក្នុងនាមយើងជាម៉ែជាឪគេក្នុងមូលដ្ឋានកុំធ្វើចរិតថោកទាបដើរបោកប្រជាពលរដ្ឋអញ្ចឹងវាអត់ល្អទេបាទដោយសារអស់លោកជាមន្ត្រីដើរគៀងកដើរនិយាយហ្នឹងហើយបានប្រជាជនជឿប្រជាពលរដ្ឋជឿហ្នឹងព្រមលក់ដីឲ្យលោកលេងសកុលនោះបើលោកឯងមិនចេញមុខអំណះអំណាងលោកឯងមិនចេញមុខនិយាយក៏គេមិនជឿដែរបាទព្រោះគេអត់ស្គាល់លោកលេងសកុលតាមណាទេគេស្គាល់តែលោកឯងហ្នឹងបាទលោកមេភូមិលោកអនុភូមិលោកមេឃុំអីទេបាទហើយលោកឯងធ្វើចរិតឲ្យថ្លៃថ្នូរនេះមើលដោះស្រាយឲ្យប្រជាពលរដ្ឋឲ្យម៉ាំងទៅបាទគ្នាមានដីឲ្យហើយគ្នាលក់ដីចង់បានលុយក៏មកដេញមានដីឲ្យមកមានរឿងជឿក្បាលហាលថ្ងៃដោយពាក់ព័ន្ធរឿងទ្របខ្លួនឯងនោះបាទអញ្ចឹងអស់លោកជាម៉ែជាឪគេហ្នឹងមេត្តាបើកភ្នែកមើលផងបាទព្រោះអីរាល់ថ្ងៃនេះអាដាមអម្បាលនៃគណៈអម្បាលខេត្តតាកែវអាដាមវៃសំណាងលោកខិតខំបាទលោកកែតម្រង់ណាមន្ត្រីណាអសកម្មមន្ត្រីណាពុករលួយមន្ត្រីណាខូចខលគឺលោកដកក្បាត់ចោលហើយគ្មានទុកទេបាទអញ្ចឹងអស់លោកមួយចំនួនថ្នាក់ក្រមឯមេត្តាពិនិត្យមើលខ្លួនឯងផងកុំចាំតែគេណែនាំកុំចាំតែខុសឲ្យគេស្រែកពីលើពេកដឹងខ្លួនឯងខុសកន្លែងណាត្រូវកន្លែងណាផងបាទលោកមេឃុំតំពាំងធំខាងជើងលោកអនុភូមិបាទហេតុដីហ្នឹងបើដូចតាមខ្ញុំដឹងដូចនៅភូមិអីទៅភូមិតាសួននៅភូមិស្អីណានេះនៅព្រៃច្បាតនេះពុកម៉ែបងប្អូនណាប្រជាពលរដ្ឋគ្នាលក់ដីបានតែ 30-40% ទេអាលុយមក 50-60% ទៀតមិនទាន់បានទេដោយសារការសន្យាខ្យល់របស់លោកលេងសកុលរបស់លោកមេភូមិលោកអនុភូមិអីនេះបាទមន្ត្រីធ្វើការលឹមលើមមកដកចោលអស់មកទុកទៅបាទកុំបានអាលៀបសការៈពីជនខលខូចមិនតិចតួចលោកឯងលែងកាន់ជើងបងប្អូនប្រជាពលរដ្ឋកូនចៅក្នុងមូលដ្ឋានណាខ្ញុំផ្ដាំមកហើយនេះមន្ត្រីពុករលួយមួយចំនួនតូចធ្វើជាម៉ែជាឪគេកុំធ្វើមេអាប៉ោងធ្វើជាមេមន់ចេះការពារកូនផងធ្វើមេអាប៉ោងសេរីស៊ីតែកូនខ្លួនឯងនោះអញ្ចឹងមកឃើញវីដេអូនេះហើយសូមមេត្តាជួយដោះស្រាយឲ្យគេឲ្យស្រោតតិចទៅបាទលុយកាក់គ្នាលក់ដីគ្នាចង់បានលុយលក់ដីរបស់គ្នាសោះលក់ហើយបានលុយតិចតួចឥឡូវនេះបែរជាមានរឿងបាទមកយំស្រែកប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សាយជួយ live ដើម្បីរកភាពយុត្តិធម៌ពីព្រោះអីមន្ត្រីអត់អើពើរឿងនេះសោះបាទហើយសូមសំណូមពរមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាជួយពិនិត្យមើលរឿងនេះផងបាទនិងសូមសំណូមពរទៅដល់អាដាមអបាលនៃគណៈអបាលខេត្តតាកែវអាដាមវៃសំណាងបាទសូមអាដាមបងមេត្តាជួយពិនិត្យមើលរឿងប្រជាពលរដ្ឋដែលលក់ដីឲ្យអត់បានលុយនៅភូមិតាសួនភូមិអីនេះព្រៃច្បាតអីនេះនៅឃុំជើងតងនៅឃុំត្រពាំងធំខាងជើងបាទអធិស្ឋាននៅឃុំត្រពាំងធំខាងជើងនេះបាទដែលមានលោកអ៊ុំរីមជាមេឃុំបាទហើយមេឃុំអីស្ងាត់ជ្រាបអញ្ចឹងអត់មានចេញមុខដោះស្រាយឲ្យប្រជាពលរដ្ឋអញ្ចឹងធ្វើមេឃុំមកខ្មោចឡងអីធ្វើសងំ
vôแต่sọcខ្លួនឯងអញ្ចឹងចោះចេញទៅបាទខ្ញុំនិយាយចាំមកពុកម៉ែបងប្អូនបាទដោយសារខ្ញុំឃើញទៅវាទើសពេកប្រជាពលរដ្ឋគ្នាយំស្រែកគ្នាដង្ហើយចង់បានលុយទាំងរបស់គ្នាទេគ្នាអត់មានតែចង់បានលើសពីរបស់គ្នាទេគ្នាលក់បានលុយបានណាទូទាត់លុយឲ្យគ្នាប៉ុណ្ណឹងទៅបាទយើងជាម៉ែជាឪជាអាញាធរនឹងមេត្តាដោះស្រាយឲ្យគេផងកុំចាំតែគេស្រែកកុំចាំតែគេថាពេកហើយកុំឲ្យរឿងអីនៅត្រាមកក់រឿងអីនៅត្រាមកក់ពេកបាទអញ្ចឹងចេះគិតគូរផងលោកអ៊ុំរីមលោកមេភូមិលោកអនុភូមិបាទកុំបានប្រយោជន៍ពីលោកលេងសកុនទិញទួយឲ្យស្ងាត់ណាហើយលោកលេងសកុននេះបើគ្មានលុយទិញដីគេទេកុំដើរទិញដីកុំឲ្យដើរបោកគេអញ្ចឹងបាទដោះស្រាយឲ្យប្រជាពលរដ្ឋទៅបញ្ចប់រឿងហើយកុំទុកលុយដើររត់ការរត់អីហ្នឹងវាអត់ប្រយោជន៍ទេបើមានលុយនឹងដោះស្រាយជូនប្រជាពលរដ្ឋទៅបាទខ្ញុំនិយាយអញ្ចឹងមកពុកម៉ែបងប្អូនបាទវាទើសពេក មេតាប្រូបរិសុទ្ធធម្មជាតិគ្រប់បំដកពិសាទឹកបរិសុទ្ធមេតាប្រូដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក